បាទបងប្អូនសួស្តីនេះគឺជាទស្សនភាពនៅក្នុងអាងចលៀនក្រហមរបស់ខ្ញុំសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ចំចលៀនក្រហមសម្រាប់ធ្វើជាចំណីសត្វឬក៏ផលិតជាកប៉ុសអីបងប្អូនអាចចំវាបានគ្រប់ទម្រង់បងប្អូនអាចធ្វើជាអាងដូចខ្ញុំចេះក៏បានឬបងប្អូនអាចចំវាដូចជាក្នុងធុងស្នោធុងជ័រក្នុងលូសំងឬក៏ក្នុងកានក៏បានបងប្អូនតាមឋានភាពចាក់ស្ដែងបងប្អូនទៅហើយសម្រាប់ចំណីចលៀនក្រហមនេះគឺចំណីចម្បងរបស់វាគឺលំមុខសัตว์បងមានលំមុខគោលំមុខជ្រូកមុខពពែអញ្ចឹងទៅហើយយើងអាចថែមដូចជាបន្លែបៃតងបន្លែដែលសល់ពីចក្រានបាយហ្នឹងគឺយើងអាចដាក់បោះដាក់អាងវាមកវាលួយទៅចលៀនស៊ីបានបងប្អូនហើយសម្រាប់បងប្អូនដែលគាត់អត់សូវមានទីធ្លាបងប្អូនអាចចាំវាក្នុងកានឬក៏ក្នុងធុងទៅហើយបងប្អូនអាចប្រើលំមុខសัตว์ខ្លះឬក៏បងប្អូនមានពួកបន្លែចេះសល់ពីចក្រានបាយណាបងប្អូនដាក់ទៅវាស៊ីបានបងប្អូនសម្រាប់បងប្អូន